ស្រីនឹងទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងចែករំលែកវីដេអូមួយទាក់ទងនឹងការ clone UI ដោយខ្ញុំមាន UI មួយគឺជា UI នៅក្នុងហាងកាហ្វេមួយហើយបន្តមកទៀតគឺខ្ញុំចូលទៅកាន់ Visual Studio Code ហើយបន្តមកទៀតខ្ញុំនឹងធ្វើការបង្កើត project មួយដើម្បីធ្វើការ clone UI បន្តមកទៀតគឺខ្ញុំជ្រើសរើសយកកន្លែង store project របស់ខ្ញុំហើយបន្តមកទៀតគឺខ្ញុំដាក់ឈ្មោះឲ្យ project របស់ខ្ញុំ coffee shop បន្តមកទៀតគឺខ្ញុំនឹង run project របស់ខ្ញុំដំបូងខ្ញុំជ្រើសរើសយក simulator ដើម្បីយកមក run បន្តមកទៀតខ្ញុំនឹងចាប់ផ្ដើម run project ដោយសារតែកំពុង run អញ្ចឹងខ្ញុំចាប់ផ្ដើមបង្កើតជា file មួយឈ្មោះថា home page ខ្ញុំយក stateful widget ហើយខ្ញុំដាក់ឈ្មោះថា home page សូមធ្វើការចាំបន្តិចវាកំពុងតែ run ឥឡូវនេះproject យើងបាន run ហើយបន្តមកទៀតគឺខ្ញុំយក file home page នេះដើម្បីទៅ run ក្នុង data នេះហើយខ្ញុំimport វាមកបន្តមកទៀតខ្ញុំនឹងលុបអ្វីដែលយើងមិនត្រូវការចោលមកខ្ញុំ save អូខេដោយសារតែវាឃើញបែបនេះដោយសារតែយើងមិនតាន់បានសរសេរអ្វីនៅក្នុង home page ជាដំបូងហ្នឹងគឺខ្ញុំដោយសារតែមាន debug នៅខាងលើនេះអញ្ចឹងខ្ញុំបំបត្តិវាសិនមានដូចជាso debug mode banner ដាក់ for អូខេបានបាត់ហើយបន្តមកទៀតគឺខ្ញុំចូលទៅកាន់ home page ហ្នឹងគឺខ្ញុំចាប់ផ្ដើមclone UI យកតែម្ដងគឺជ្រើសរើសយក scaffold ដោយក្នុង scaffold ហ្នឹងគឺខ្ញុំមកយកជា body ហ្នឹងខ្ញុំយកជា column តើបន្តខ្ញុំ save អូខេវានឹងឃើញបែបហ្នឹងដំបូងឡើយគឺខ្ញុំclone ជា header នេះដែលគេហៅថាជា app bar ដែលមាន profile នៅខាងឆ្វេងហើយនឹង button notification នៅខាងស្ដាំជាដំបូងហ្នឹងគឺខ្ញុំចូលទៅកាន់ home page វិញគឺខ្ញុំបង្កើតជា widget មួយឈ្មោះថា app bar build app bar អូខេបន្តមកខ្ញុំទៅបង្កើត widget មួយឈ្មោះថា app bar ហ្នឹងturn row
ដោយ profile នេះមានរាងជារង្វង់អញ្ចឹងគឺខ្ញុំនឹងធ្វើជារង្វង់ឲ្យដូចជា UI របស់ខ្ញុំដែលមានស្រាប់ហ្នឹងគឺខ្ញុំមកយកជា container តមកទៀតគឺខ្ញុំដាក់ឲ្យកម្ពស់វាគឺខ្ញុំយក50កតឹងវាខ្ញុំយក50ដូចគ្នាតមកទៀតគឺខ្ញុំមកប្រើ decoration ក្នុង decoration ហ្នឹងគឺយើងអាច design ឲ្យ container យើងមានភាពស្រស់ស្អាតនិងភាពទាក់ទាញជាងមុនដោយខ្ញុំមួយទៀតគឺខ្ញុំយក image ហ្នឹងគឺខ្ញុំមកយកជា network image អូខេបន្តមកខ្ញុំនឹងទៅរករូបភាពមួយឈ្មោះថា profile ដើម្បីយកមកដាក់នៅក្នុង profile របស់យើងហ្នឹងអូខេខ្ញុំយករូប profile នេះមួយចុះអូខេខ្ញុំកាន់តែមក URL ទេអញ្ចឹងខ្ញុំយក profile ហ្នឹងយក URL ហ្នឹងយកមកដាក់នៅក្នុងនេះបន្តមកខ្ញុំចង់បាន shape ហ្នឹងគឺជារង្វង់ជា circle ទៅខ្ញុំ save អូខេនឹងយើងឃើញបែបនេះហើយដោយសារទៅវាខិតទៅលើពេកអញ្ចឹងគឺខ្ញុំត្រូវយក padding ដើម្បីឲ្យធ្លាក់មកក្រោមបន្តិចអូខេonly high top ชิ้นจังវាដាក់ទេយើងបានតូដាក់មកชิ้นវិញអូខេមកชิ้นនេះគឺតកតងនឹងការរក្សា space តកតងជាមួយនឹងwidget ផ្សេងដោយសារតែ padding ហ្នឹងគឺធ្វើសម្រាប់តែតកតងនឹង border របស់ widget មួយហ្នឹងទេអញ្ចឹងគឺវាអត់ធ្លាក់មកក្រោមទេអញ្ចឹងខ្ញុំបដូរទៅយកជា margin វិញតមកទៀតខ្ញុំយក20ចុះអូខេទៀតយើងបាន app bar ហើយ header វានៅខាងលើហើយបន្តទៀតខ្ញុំដូរទៅ icon ដាក់ notification វិញnotification អូខេយើងបាន app bar ហើយបន្តមកទៀតគឺមានពាក្យមួយថា good morning Jane អញ្ចឹងគឺខ្ញុំនឹងបង្កើតជា column មួយដើម្បីដាក់ text មួយហ្នឹងដាក់ក្តោបនៅ sign box នេះចុះអូខេខ្ញុំដាក់ text ហ្នឹងឈ្មោះថា good morning Jane save វាមកអូខេវាចេញមកហើយតមកទៀតខ្ញុំដាក់ enlargement ដើម្បីឲ្យវាទៅខាងគៀនខាងឆ្វេងវិញenlargement អូខេ center left អូខេវាមកហើយត
padding ដើម្បីឲ្យវាចូលមកគៀនបន្តិច only ដាក់ខាងជួយ20ចុះអូខេតមកទៀតគឺខ្ញុំមកបង្កើតសារឲ្យtick របស់យើងមានទម្រង់ធំឬធំតិចអូខេយក20ចុះអូខេចង់ដាក់ឲ្យវាមានដិតតិចយើងដាក់ font ពេកអូខេយើងបន្តទៀតយើងបានapp bar ហើយតមកទៀតគឺខ្ញុំមក build banner មួយនេះចូលទៅកាន់ scaffold ទៅដែរខ្ញុំទៅ build banner ខ្ញុំទៅបង្កើត widget មួយឈ្មោះថា build banner rồi tao miền color thế color đầm bay ở đằng thà container chứ người nào ok tạo một tiết kích nhưng mà nâng cả design container này ơi mở tới mình phiền tiện tiền chẳng xem vô box decoration ok tạo một tiết kích nhưng mà vô border radius nó cứ nhưng mà chỗ ó chúng ta sắp chậm ok ai sẽ xây chỉ ai thì tế ok mình nó về đâyយើងដាក់ color នៅខាងក្រៅ decoration ហ្នឹងគឺវាមានបញ្ហា error អញ្ចឹងយើងយកវាមកដាក់នៅក្នុងនេះវិញអូខេតមកទៀតគឺខ្ញុំយក margin យក20ចុះដើម្បីឲ្យវាមានមើលទៅកុំឲ្យវាធំពេកតមកទៀតគឺខ្ញុំនឹងដាក់រូបភាពដូចនៅខាងក្នុងហ្នឹងដូចនៅ UI ដែលយើងឃើញហ្នឹងអូខេចឹងខ្ញុំយក image ហ្នឹងមាន decoration image អូខេយក network image ជួអូខេតមកខ្ញុំទៅរករូបភាពមួយដែលជារូបភាពកាហ្វេចុះដើម្បីឲ្យដូចនឹងUI របស់យើងអូខេតែមើលហ្នឹងខ្លាចវាវែងពេកចឹងវាពិបាកវាអត់ស្គាល់អញ្ចឹងខ្ញុំរក URL ណាដែលមានដែលខ្លីខ្ញុំចូល URL ចុះ
ដាក់នៅក្នុងនេះដើម្បីឲ្យអូខេ fit your box fit cover អូខេអញ្ចឹងយើងបានរូបកាហ្វេហើយបន្តមកទៀតគឺយើងទៅ design ទៅនឹង text នៅលើរូបភាពមួយហ្នឹងហើយខ្ញុំនឹងធ្វើការកើត shell មួយចេញពី container ឬខ្ញុំឲ្យយក stack ដើម្បីដាក់ឲ្យអក្សរហ្នឹងនៅលើរូបភាពរបស់យើងហ្នឹងតែ check ហ្នឹងមាន children តមកទៀតទៅខ្ញុំដាក់ text នេះមកថា signature caramel blissអញ្ចឹងយើងឃើញវាគឺអក្សរនេះនៅលើនេះហើយអញ្ចឹងយើងដាក់វាមកចឹងវាជា column អូខេ column អូខេយើងយកមួយទៀតពីផាទៅអូខេយើងមកយកទំហំដូចគ្នាទេខ្ញុំយក12ចុះតមកទៀតអីគេមាន a perfect blend or smooth espresso សេតាមហ្នឹងអូខេយើងចង់ចុះអូខេខ្ញុំយក blend or smooth espresso អូខេចឹងគឺខ្ញុំយកmain axis alignment ដល់n ហើយនឹង cross axis alignment ខ្ញុំយក start អូខេយើងឃើញបែបហ្នឹងតមកទៀតខ្ញុំដាក់មួយ line ទៀតចុះអក្សរដើម្បីដោយសារវាមាន3 line តមកទៀតគឺខ្ញុំ build button មួយឈ្មោះថា Eva Latitude button វាគឺចិត្តគ្នាពេកចឹងដាក់ side box មួយចុះទៀត build Eva Latitude button មួយ Eva Latitude button អូខេតមកទៀតខ្ញុំដាក់ text មួយឈ្មោះថា order
ធ្វើការ save អូខេដោយសារតែវានៅគៀនពេកអូខេខ្ញុំដាក់ padding ទៀតដើម្បីវិញចូលទៅក្នុងpage អូខេទៅទៀតគឺ color របស់ availability button ហ្នឹងគឺខ្ញុំយកពណ៌នេះចុះអូខេសគឺ black គឺពណ៌នេះក្រូចទេcolor អូខេចុច color ដាក់ black ចុះ startអូខេយកពណ៌ហ្នឹងចុះបន្តមកទៀតគឺខ្ញុំមកទៅបង្កើត list មួយដែលមាន menu ដូចជាកាហ្វេឬនំប៉័ងជាដើមដែលខ្ញុំបង្កើតជា widget មួយឈ្មោះថា meal list ចុះខ្ញុំផាសចូល list ខ្ញុំ return ជា review builder អូខេតមក builder នេះគឺយើងបង្កើតជា context ហើយនឹង indexយើងអត់ដឹងឃើញទេដោយសារតែវាមាន item count អូខេអញ្ចឹងចំណុចនេះគឺខ្ញុំទៅបង្កើតជា list មួយដើម្បីដាក់នៅរូបភាពហើយនឹងឈ្មោះរបស់ page menu របស់យើងហ្នឹងគឺខ្ញុំចូលទៅបង្កើតជា list អូយឈ្មោះcoffee list ចុះអូខេ coffee shop ចុះអូខេខ្ញុំយកបែបហ្នឹងអូខេតមកគឺខ្ញុំមកទៅរករូបភាពមួយគឺមកដាក់នៅក្នុង list របស់យើងហ្នឹងដើម្បីឲ្យវាមានភាពកាន់តែស្រស់ស្អាតអូខេចូលមក Starbucks នេះចុះអូខេវែងពេកដោយសារតែ URL វារៀងវែងពេកអញ្ចឹងខ្ញុំអត់ចង់ដាក់ខ្លាចវាចាប់អត់បានអញ្ចឹងវាមានកាយរើយតិចអញ្ចឹងគឺខ្ញុំយក URL ណាដែលខ្លីៗ
2 3ទៀតសិនតមកគឺខ្ញុំមកយក list នេះគឺយកមកប្រើខ្ញុំមកដាក់ក្នុង item count នេះ .lang ដើម្បីអានេះគឺជាចំនួនរបស់ list របស់យើងតមកទៀតគឺខ្ញុំបង្កើតជា column មួយដើម្បី store ជា image title ហើយនឹង description ហ្នឹងគឺខ្ញុំយក ខ្ញុំយក ហើយក្តោបគឺខ្ញុំយក 200 margin របស់វាគឺខ្ញុំយក20ចុះអូខេយក symmetric horizon ខ្ញុំយក20អូខេខ្ញុំសាកដល់ម្ដងទៀតអូខេវាអត់តាមចេញមកទេអញ្ចឹងគឺខ្ញុំមកត្រង់នេះខ្ញុំយកជា column ចុះក្នុង column នេះគឺយកបែបហ្នឹងអូខេខ្ញុំឡើងមកវាមាន6ទេហើយអូខេដោយសារតែវាជាពិឆោចេះយើងមើលអត់ឃើញដើម្បីយើងឲ្យវាមក scroll ពីឆ្វេងទៅស្ដាំបានយើងដាក់ scroll direction ហ្នឹងយើងយក horizon ណាអូខេនៅពេលយើងយក horizon ចេះគឺវានឹងអាច scroll ទៅឆ្វេងទៅស្ដាំបានបន្តមកទៀតគឺខ្ញុំបង្កើតជានេះគឺជា title និង description អូខេក្នុងនេះមានតែតម្លៃអូខេដាក់ description មួយទៀតចុះយើងដាក់សិនចុះ description ហ្នឹងdescription វាយើងដាក់តែខ្លីៗទៅបានហើយមកវិញពេកគឺយើងដាក់សិនចុះចាំយើងទៅដូរនៅពេលក្រោយក៏បានហើយបន្តមកទៀតគឺខ្ញុំដាក់ title ខ្ញុំដាក់ text នៅក្នុងនេះអូខេ text អូខេVisual Index តមកទៀតខ្ញុំដាក់ descriptionអូខេតមកទៀតគឺឃើញបែបនេះចឹងខ្ញុំទៅដោយសារតែ high វារៀងខ្លីពេកអូខេខ្ញុំដាក់ខ្ពស់តិចអូខេតមកទៀត description នេះអត់មានអូខេខ្ញុំធ្វើការរ៉ានម្ដងទៀតសិន
Okay,វាបង្ហាញមកហើយអូខេតមកទៀតយើងដាក់ column នេះដើម្បីឲ្យទៅខាងឆ្វេងទៅយើងដាក់ cross axis alignment ឲ្យទៅខាងឆ្វេងអូខេไปเท่ากันครับโอเคតមកទៀតគឺយើងបាន menu មួយនេះហើយបន្តមកទៀតគឺយើងទៅ build title មួយឈ្មោះថា editor pic គឺយើងដាក់នៅលើនេះចុះវាឲ្យយើងដាក់បែបហ្នឹងទេគឺយើងមកដាក់បែបនេះវិញអូខេយើងដាក់ឡាច់មកទៅខាងឆ្វេងបន្តិចទៅយើងដាក់ padding មកវាចូលទៅគៀនពេកអូខេ only បានហើយ only ដាក់20យកអូខេទៀតគឺយើងចូលទៅ build ជានេះជាខាតនេះខ្ញុំដាក់ build ខាតខាតចុះwidgetអូខេ widget build ខាតហើយយើងនឹងយក title ហ្នឹងទេគឺយើងយក fake scenery sidebox ដើម្បីឲ្យវាមាន line ដូច line បែបនេះខ្ញុំក្តោបខ្ញុំក្តោបខាងខំទៅនៅវិញអូខេ margin padding ដាក់ឲ្យវាទាញអក្សរចូលក្នុងអូខេ
ជា column វាដឹងដាក់ tick ដាក់ row ដើម្បីឲ្យវាអក្សរវាហ្នឹងនៅខាងឆ្វេងនឹងនៅគៀនខាងឆ្វេងនិងគៀនខាងស្ដាំអូខេ children តាមមកទៀតអូខេដាក់ចេះវាមានបញ្ហា error បន្តិចអញ្ចឹងខ្ញុំបង្កើតជា wrap នៅក្នុងជា column វិញអូខេជា column ហើយគឺខ្ញុំនឹងដាក់វាជា expanded ដើម្បីឲ្យវាបំពេញនៅចន្លោះណាដែលមានកម្ពស់វាចន្លោះអញ្ចឹងវានឹងជួយបំពេញអញ្ចឹងយើងដាក់ single child scroll view ទៀតមកដើម្បីឲ្យ user ក៏អាច scroll បានអូខេ scroll direction យើងយក axis dot vertical អូខេវាលែងមានបញ្ហានឹងទៀតហើយតមកទៀតគឺខ្ញុំទៅ build card នឹងម្ដងទៀតអូខេគឺខ្ញុំ decoration ឲ្យវាមាន game រៀងកោងដូច UI របស់យើងហ្នឹងគឺខ្ញុំប្រើ decoration box decoration អូខេគឺមានបែបហ្នឹងmargin នេះគឺយើងដាក់អល់ហ្មងទៅគឺយើងទៅមើល link បន្តិចកុំឲ្យវាយើងសិតកម្ពស់វាកុំឲ្យខ្ពស់ពេកដាក់200ទៅអូខេវាចិត្តគ្នាតមកទៀតនេះគឺដាក់ loyalty point អញ្ចឹងយើងដាក់ loyalty point នេះទៅloyalty point 120 ដល់200សហ្នឹងគឺមានទំហំដូចគ្នាទេអញ្ចឹងយើងដាក់18ដូចគ្នាហើយ font weight គឺយើងយកជា bold ដើម្បីឲ្យវាមានដិតទៀតគឺ build title នៅក្រោមទៀតគេកុំឲ្យយូរអញ្ចឹងគឺខ្ញុំទៅយក title copy ពីនេះចុះដាក់ size box អូខេដោយសារតែវានៅក្នុង row យើងអាចដាក់អញ្ចឹងដែរដាក់នៅក្រៅ row នឹងវិញអូខេដាក់នេះអូខេចិត្តពេកចឹងដាក់ size box 10ទៅអូខេប៉ុណ្ណឹងហើយ80 point until you reach Nick Coffee
document ដល់សិនឲ្យវាទៅគៀនបន្តិចអូខេទៅបានហើយតមកទៀតយើងដាក់ជា line នេះ line ហ្នឹងគឺយើងប្រើ fake function line sidebox ហ្នឹងគឺវាមាន width យើងដាក់មួយចុះហើយតមកទៀតគឺយើងដាក់ line របស់វាហ្នឹងហើយនេះ indicator អូខេយកបែបហ្នឹងអូខេវាចេញមកអូខេយើងបាត់ដាក់ហ្នឹងទេយើងយកវាចេញពីខាងហ្នឹងអូខេតមកទៀតគឺយើងដាក់កម្រិតវាចេញពីនេះឆ្ងាយតិចអូខេប៉ុណ្ណឹងបន្តមកទៀតគឺយើង build ជា button navigation bar build ជា button navigation bar គឺខ្ញុំភាសាទៅពេលវេលារៀងយូរដែរអញ្ចឹងគឺខ្ញុំ build នៅក្នុងនេះចុះអូខេ button navigation bar item របស់វានេះគឺវាមានអូខេឃើញបែបនេះហើយតមកទៀតគឺវាមាន home page home menu order អូខេយើងអញ្ចឹងយើងដាក់4ដូចគេដែរមកmenu order location អូខេតមកទៀត save អូខេដោយសារតែ default របស់វាមានតែ3អញ្ចឹងយើងដាក់ថាមករបស់វាថៃ config អូខេវានឹងមកវានឹងដើរវិញអូខេដូចជាអស់ហើយយើងបាន UI មួយសម្រាប់លក់កាហ្វេបាននេះគឺជា app មួយសម្រាប់ធ្វើការលក់កាហ្វេនៅក្នុងវីដេអូនេះដែរសូមបញ្ចប់ត្រឹមនឹងចុះសូមអរគុណ